ទាំងអស់គ្នាថ្ងៃមិញឡើងបានសារមានសារមួយខ្ញុំដោយគាត់ចង់ឲ្យយើងធ្វើបច្ចេកមួយតាក់ទងទៅនឹងការជួលរថយន្តដែលគាត់ជួបប្រទះនឹងបញ្ហាពិបាកក្នុងការគ្រប់គ្រងទិន្នន័យរបស់អតិថិជនដោយសារតែគាត់នៅតែប្រើប្រាស់វិធីសាស្ត្រតាមបែបបុរាណនៅក្នុងការគ្រប់គ្រងទិន្នន័យរបស់គាត់អញ្ចឹងណាអញ្ចឹងគាត់មានបញ្ហាដែលជួបប្រទះមាន4ចំណុចទី1គឺការបាត់បង់ទិន្នន័យអតិថិជនដោយគាត់នៅតែប្រើវិធីសាស្ត្រតាមបែបបុរាណនៅក្នុងការគ្រប់គ្រងទិន្នន័យទី2គឺការកត់យានយន្តស្ទួនហើយចំណុចទី3គឺខ្វះខាតព័ត៌មាននៅក្នុងការមើលស្ថានភាពរបស់រថយន្តដោយគាត់អត់ដឹងថារថយន្តមួយណាដែលអតិថិជនពងជួលហើយមួយណាដែលនៅទំនេរហើយចំណុចទី4ហ្នឹងគឺគាត់ចំណាយពេលច្រើននៅក្នុងការធ្វើការងារប្រចាំថ្ងៃដោយគាត់ដូចខ្ញុំនិយាយចង់ដោយសារតែគាត់នៅតែប្រើប្រាស់តាមបែបបុរាណអញ្ចឹងណាចឹងហើយបានជាគាត់ឲ្យយើងធ្វើបច្ចេកនឹងឡើងអញ្ចឹងតែយើងមានកំណត់អីអស់ក្នុងការដោះស្រាយបញ្ហាមួយហ្នឹងចំពោះបញ្ហាទី1ខ្ញុំគិតថា user គួរតែមាន account នាងខ្លួនដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការគ្រប់គ្រង account របស់ពួកគាត់ហើយ admin ក៏ងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានរបស់ user ផងដែរតើអ្នកនាងគិតបែបណាអូខេល្អតែខ្ញុំគិតថាកំណត់របស់វីដេអូល្អហើយចំពោះបញ្ហាទី2និងទី3តទៅទៅនឹងការកក់ជំរុញស្ទួននិងខ្វះខាតព័ត៌មានពីស្ថានភាពយន្តតើអ្នកទាំងអស់គ្នាមានកំណត់យ៉ាងណាដែរចំពោះបញ្ហាការកក់យានយន្តស្ទួនគ្នានិងការខ្វះខាតព័ត៌មានអំពីស្ថានភាពយានយន្តខ្ញុំគិតថាប្រព័ន្ធគួរតែមានផ្ទាំងទិន្នន័យដើម្បីឲ្យadmin និង user ងាយស្រួលក្នុងការស្វែងរកមើលថាតើយានយន្តណាដែលនៅទំនេរឬក៏ត្រូវបានគេជួលរួចហើយអូខេគាត់ថាកំណត់សាច់ការល្អហើយចំពោះបញ្ហាចុងក្រោយដែលក្រុមហ៊ុនគាត់កំពុងជួបប្រទះហ្នឹងគឺគាត់មានភាពសង្ស័យនៅក្នុងការគ្រប់គ្រងការងាររបស់គាត់តែគាត់ជួបបញ្ហាខាងលើហ្នឹងអញ្ចឹងបានជា client របស់យើងហ្នឹងឲ្យយើងបង្កើតបច្ចេកនេះឡើងនិយាយអញ្ចឹងយើងគួរដាក់ឈ្មោះបច្ចេកនេះថាម៉េចទៅខ្ញុំគិតថាវាខុស system មិនដែរអូខេល្អតាអញ្ចឹងយើងគួរតែមានឈ្មោះកាត់ដើម្បីងាយស្រួលឲ្យ system របស់យើងហ្នឹងទៅខ្ញុំគិតថា VOS ដែល V ហ្នឹងដំណើរ vehicle O ហ្នឹងដំណើរ rental M ហ្នឹងដំណើរ management និង S ដំណើរ system មានអីល្អទេអូខេអញ្ចឹងយើងសម្រាប់តាមហ្នឹងគេសម្រាប់យកតាមកំណត់របស់យើងដែលយើងបានភាសាគ្នាបើសិនជាពួកយើងមានអីបន្ថែមទៀតអាចប្រាប់យើងបានបើសិនជាអត់មានអីបន្ថែមទេខ្ញុំនឹងផ្ញើ message ទៅខាងរបស់យើងទៅតាមអីដែលពួកយើងបានភាសាហ្នឹងពួកយើងមានកំណត់អីទៀតអត់អត់អីគិតថាល្អអូខេអញ្ចឹងខ្ញុំចាប់បានជម្រាបដល់អ្នកនរគ្នាបើសិនជាមានកំណត់បន្ថែមទៀតមានកំណត់អូខេតោះសូមស្វាគមន៍មកកាន់ Vehicle Rental Management System ឬប្រព័ន្ធគ្រប់គ្រងការជួលយានយន្តនៅក្នុង Vehicle Rental Management System មានមុខងារសំខាន់ៗដូចជា Login as admin Login as customerឬ user Register new account ឬ user សម្រាប់បង្កើតគណនីថ្មី About us និង Exit សម្រាប់ចាក់ចេញពីកម្មវិធីជាដំបូងសូមចូលទៅកាន់ Register new account ដើម្បីបង្កើតគណនីនៅក្នុង Register អ្នកប្រើប្រាស់ត្រូវបញ្ចូលព័ត៌មានសំខាន់ៗដូចជាឈ្មោះលេខទូរស័ព្ទ username និង password តខ្លួនរបស់អ្នកប្រើប្រាស់រួចចុច Key Enter ដើម្បីរក្សាទុកព័ត៌មានបន្ទាប់មកមានសារមួយបង្ហាញថា account ត្រូវបានបង្កើតដោយជោគជ័យដើម្បី Login as user អ្នកប្រើប្រាស់ត្រូវបញ្ចូល username និង password ឲ្យបានត្រឹមត្រូវ Login ជោគជ័យចូលមកកាន់ផ្ទាំង menu របស់ user ដែលមានមុខងារសំខាន់ៗដូចជា View available vehicle booking My rental history View update profile cancel booking rating and review និង logout ដោយប្រើ arrow key up down និងប្រើ enter ដើម្បី select option នីមួយៗចូលមកដល់ View available vehicle ឬ booking ដែលមាន option ចំនួន3គឺ View available booking vehicle និង bike នៅក្នុង View vehicle មាន ID model ឆ្នាំប្រភេទនៃយានយន្តតម្លៃនិងស្ថានភាពរបស់យានយន្តដែលអ្នកប្រើប្រាស់អាចចុច key left ដើម្បីមើលទំព័រថ្មីទៀតបន្ទាប់មកចុច Key EFC ដើម្បីចាក់ចេញពី review ចូលមកដល់ Booking Vehicle អ្នកប្រើប្រាស់ត្រូវបញ្ចូល ID របស់យានយន្តបន្ទាប់មកបញ្ចូលចំនួនថ្ងៃដែលចង់ Booking និងមានសារមួយបង្ហាញថា Confirm Booking ចុចវាយដើម្បីបញ្ជាក់ការ Booking បន្ទាប់មកវានឹងសរុបចំនួនទឹកប្រាក់ទាំងអស់ Booking ជោគជ័យត្រូវចាំការ approve ពី admin បន្ទាប់មកអាចចុច Key Enter ដើម្បី Booking ម្ដងទៀតឬចុច Key EFC ដើម្បីត្រឡប់ទៅកាន់ menu របស់យើងវិញរួចចុចយក option back ដើម្បីត្រឡប់ទៅកាន់ menu របស់ user ហើយនៅក្នុង My Rental History គឺជាព្រមាននៃការជួលយានយន្តរបស់យើងហើយនៅក្នុងមុខងារ Review ឬ Update អ្នកប្រើប្រាស់អាចមើលឬ Update profile របស់ខ្លួនឯងបានដោយចុចអក្សរ U ដើម្បី Update profile ទៅលើឈ្មោះនិងលេខទូរស័ព្ទបន្ទាប់មកចុច Key Enter ដើម្បីរក្សាទុកព័ត៌មានរួចចុច EFC ដើម្បីបែកទៅកាន់ menu ចូលមកដល់មុខងារ Cancel Booking អ្នកប្រើប្រាស់ត្រូវបញ្ចូលលេខរៀងដើម្បី cancel ហើយមានសារមួយបង្ហាញថាទទួលយកការ cancel រួចចុចវាយដើម្បីទទួលយក cancel ជោគជ័យចុច EFC ដើម្បីត្រឡប់ទៅកាន់ menu របស់ user ចូលមកដល់ Rating and Review អ្នកប្រើប្រាស់ត្រូវបញ្ចូលលេខដែលបាន Booking ដើម្បីវាយតម្លៃបន្ទាប់មកប្រព័ន្ធនឹងឲ្យអ្នកប្រើប្រាស់ផ្ដល់បន្ទូលសម្រាប់វាយតម្លៃពី1ដល់5និងអាចសរសេរ review ខ្លីៗដើម្បីចែករំលែកបទពិសោធន៍និងសំណុំពររបស់ខ្លួន Rate និង Review រួចរាល់ចូលមកដល់មុខងារ Logout បន្ទាប់មកចុច Login as customer ឬ user អ្នកប្រើប្រាស់ត្រូវប្រើ username និង password ដែលបានបង្កើតនៅក្នុង register ដោយសារតែមុខងារនេះដូចគ្នាទៅនឹង register new account ដូច្នេះយើងខ្ញុំសូមរំលងចំណុចនេះដើម្បីទៅកាន់មុខងារបន្ទាប់ឥឡូវនេះចុចទៅកាន់ Login as admin វិញម្ដងដើម្បី Login as admin អ្នកប្រើប្រាស់ត្រូវបំពេញ username និង password ឲ្យបានត្រឹមត្រូវដោយចុច key tab ដើម្បី hang ឬមើល password
login ជោគជ័យចូលមកកាន់ទាំង menu របស់ admin ដែលមានមុខងារសំខាន់ៗដូចជា vehicle management user management និង logout ចូលមកដល់ vehicle management មានមុខងារសំខាន់ៗជាច្រើនដូចជា insert new vehicle view all vehicle search vehicle update vehicle information delete vehicle sort menu និង back ចូលមកដល់ insert new vehicle admin ត្រូវបំពេញព័ត៌មានសំខាន់ៗដូចជា model ឆ្នាំប្រភេទនៃយានយន្តដែលអាច key up down ដើម្បី select យានយន្តបន្ទាប់មកបញ្ចុះតម្លៃប្រចាំថ្ងៃរបស់យានយន្ត key enter ដើម្បីរក្សាទុកទិន្នន័យឬ press any key ដើម្បី add បន្ថែមបន្ទាប់មកkey ESC ដើម្បីបែកទៅកាន់ menu របស់យើងហើយនៅក្នុង view all vehicle មាន ID model ឆ្នាំផលិតប្រភេទនៃយានយន្តតម្លៃប្រចាំថ្ងៃនិងស្ថានភាពយានយន្តដោយ key left right ដើម្បីបើកទំព័រថ្មីសម្រាប់ search vehicle មាន option ចំនួន5គឺ search by model search by ID filter by status filter by category និង back ចូលមកកាន់ search by model admin ត្រូវបញ្ចូល model របស់យានយន្តដែលចង់ search បន្ទាប់មក check enter នោះយានយន្តដែលអ្នកបាន search នឹងបង្ហាញ check left right ដើម្បីមើលទំព័រដទៃទៀតឬ check ESC ដើម្បីបែកទៅកាន់ menu របស់ search ចូលមកដល់ search by ID admin ត្រូវបញ្ចូល ID របស់យានយន្តបន្ទាប់មក check enter ដើម្បី search នោះទិន្នន័យដែលអ្នកចង់ search នឹងបង្ហាញសម្រាប់ filter by status admin អាច check key up down ឬ check enter ដើម្បីតាមដានស្ថានភាពរបស់យានយន្តរួច check ESC ដើម្បីត្រឡប់ទៅកាន់ menu សម្រាប់ filter by category admin អាច check key up down សម្រាប់ផ្លាស់ប្ដូរយានយន្តរួច check enter សម្រាប់ជ្រើសរើសរួច check ESC ដើម្បីត្រឡប់ទៅកាន់ menu ជាចុងក្រោយ check back ដើម្បីត្រឡប់ទៅកាន់ menu របស់ vehicle ចំពោះ update information admin ត្រូវបំពេញ ID របស់យានយន្តដែលចង់ update បន្ទាប់មកបញ្ចូលព័ត៌មានថ្មីរបស់យានយន្តដូចជា model ឆ្នាំនៃការផលិតនិងតម្លៃសម្រាប់ជួលរបស់យានយន្តupdate ជោគជ័យអាច check key enter ដើម្បី update បន្តឬ check ESC ដើម្បីត្រឡប់ទៅកាន់ menu ចូលមកកាន់មុខងារ delete vehicle admin ត្រូវបញ្ចូល ID របស់យានយន្តដែលចង់លុបបន្ទាប់មក check enter នោះនឹងមានសារមួយបញ្ជាក់ថា check អក្សរ Y ដើម្បីលុបឬ check any key ដើម្បីបញ្ចប់ការលុបយានយន្តត្រូវបានលុបទៅជោគជ័យបន្ទាប់មក check enter ដើម្បីលុបបន្តឬ check ESC ដើម្បីត្រឡប់ទៅកាន់ menu នៅក្នុងមុខងាររបស់ sort menu មាន option សំខាន់ៗដូចជា sort by name ASC sort by name DESC sort by price ASC sort by price DESC និង by នៅក្នុង sort by name ASC គឺជាការ sort ពីតូចទៅធំសម្រាប់ model របស់យានយន្តអាច check key left right ដើម្បីបើកទំព័ររួច check ESC ដើម្បីបែកទៅកាន់ menu របស់ sort សម្រាប់ការ sort by name DESC គឺជាការ sort ពីធំមកតូចរបស់ model យានយន្តសម្រាប់ sort by price ASC គឺជាការ sort តម្លៃរបស់យានយន្តពីតូចទៅធំហើយសម្រាប់ sort by price DSC គឺជាការ sort តម្លៃរបស់យានយន្តពីធំមកតូចវិញម្ដងបន្ទាប់មក check back ដើម្បីត្រឡប់ទៅកាន់ menu របស់ admin ចូលមកដល់ user management មានមុខងារសំខាន់ដូចជា view all user សម្រាប់ view user មាន no ID number full name phone number និង username រួច check ESC ដើម្បីបែកទៅកាន់ menu សម្រាប់មុខងារ update user admin ត្រូវបញ្ចូល ID របស់អ្នកប្រើប្រាស់បន្ទាប់មក check enter ដើម្បី update ទៅលើ full name និង phone number របស់អ្នកប្រើប្រាស់ update ជោគជ័យ check enter ដើម្បី update បន្តឬ check ESC ដើម្បីបែកទៅកាន់ menu ចូលមកកាន់មុខងារ delete user admin ត្រូវបញ្ចូល ID របស់អ្នកប្រើប្រាស់បន្ទាប់មក check enter នោះនឹងមានសារមួយបញ្ជាក់ថាតើអ្នកពិតជាចង់លុបទិន្នន័យរបស់អ្នកប្រើប្រាស់នេះមែនទេអ្នកអាច check អក្សរ Y ដើម្បីបញ្ជាក់សម្រាប់មុខងារ view all booking admin អាច check key left right ដើម្បីមើលទំព័រផ្សេងទៀតឬ check key ESC ដើម្បីបែកទៅកាន់ menu ចំពោះមុខងារ approve និង reject admin ត្រូវបញ្ចូល ID របស់យានយន្តបន្ទាប់មក check key up down ដើម្បី select លើ option approve ឬ reject approve ជោគជ័យរួច check enter ដើម្បី refresh ប្រព័ន្ធចូលមកដល់មុខងាររបស់ return process admin ត្រូវបញ្ចូល ID របស់យានយន្តនឹងមានសារមួយលោតឡើងថាទទួលយកការ return check Y ដើម្បីទទួលយក return ជោគជ័យនឹងមានសារមួយបញ្ជាក់ថាយានយន្តថ្មីឲ្យកក់បានបន្ទាប់មក check enter ដើម្បី return បន្តទៀតឬ check ESC ដើម្បីបែកទៅកាន់ menu សម្រាប់ user feedback admin អាច check key left right ដើម្បីបើកទំព័របន្ទាប់មកបញ្ចូល like ឬ check enter ដើម្បីមើល feedback របស់អតិថិជនអាច check any key ដើម្បី close ឬ check ESC ដើម្បីបែកទៅកាន់ menu រួច check back ដើម្បីត្រឡប់ទៅកាន់ menu របស់ admin បន្ទាប់មក check login ដើម្បីចូលទៅកាន់តាំង menu ធំចូលមកកាន់ about us និងបង្ហាញអ្នកអំពីសមាជិកនៃក្រុមនីមួយៗលោកគ្រូក៏ដូចជាសេចក្តីថ្លែងអំណរគុណទៅចំពោះសាលា AN សូម check លេខ1ដើម្បីទៅកាន់ website របស់ AN Training Center សូម check លេខ2ដើម្បីទៅកាន់ channel YouTube របស់ AN សូម check លេខ3ដើម្បីទៅកាន់ Facebook page របស់ AN សូម check លេខ4ដើម្បីទៅកាន់ Telegram តខ្លួនរបស់លោកគ្រូ On Hensei ដើម្បីចូលទៅកាន់ព័ត៌មានរបស់សិស្សនីមួយៗយើងត្រូវប្រើ arrow key up down និង press enter ដើម្បីចូលទៅកាន់ព័ត៌មានរបស់សិស្សចូលមកកាន់ exit ដើម្បីចាក់ចេញពីកម្មវិធីនឹងមានសារមួយបង្ហាញថា Do you want to exit the program ដោយប្រើ arrow key left right ដើម្បីជ្រើសរើសសូម check no ដើម្បីទៅកាន់ទាំង menu ធំរបស់កម្មវិធីសូម check yes ដើម្បីចាក់ចេញពីកម្មវិធីយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅចំពោះសាលា AN Technology Training Center ដែលបានផ្ដល់ការបញ្ចុះតម្លៃ 20% សម្រាប់ថ្នាក់ពិសេសលើមុខវិជ្ជា C++ និង C++ OOP ការលើកទឹកចិត្តនិងការគាំទ្រនេះបានផ្ដល់ឱកាសដ៏មានតម្លៃដល់សិស្សានុសិស្សក្នុងការបង្កើនចំណេះដឹងនិងជំនាញផ្នែកកម្មវិធីកុំព្យូទ័រជាពិសេសខ្ញុំសូមថ្លែងអំណរគុណយ៉ាងធំធេងទៅចំពោះលោកគ្រូ On Hensei ដែលបានខិតខំបង្រៀនផ្ដល់ចំណេះដឹងបទពិសោធន៍និងការណែនាំយ៉ាងយកចិត្តទុកដាក់ដល់សិស្សគ្រប់រូបការបង្រៀនរបស់លោកគ្រូបានជួយឲ្យពួកខ្ញុំយល់ដឹងកាន់តែច្បាស់អំពីការសរសេរកម្មវិធីនិងការអនុវត្តគោលការណ៍ OOP ប្រកបដោយប្រសិទ្ធភាពជាចុងក្រោយខ្ញុំសូមជូនពរទៅដល់សាលា AN Technology Training Center ក៏ដូចជាលោកគ្រូអ្នកគ្រូឲ្យជួបប្រទះតែសេចក្តីសុខនិងចម្រើនគ្រប់ពេលវេលាសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការទស្សនាប្រសិនបើមានកំហុសខុសឆ្គងឬខ្វះខាតត្រង់ចំណុចណាមួយសូមមេត្តាអភ័យទោសផង